ព្រឹកមិញហ្នឹងទៅផ្សារទិញក្បាលត្រីមួយចំហៀងនេះអស់$9សម្រាប់យកមកស្លម្ជូរស្ពៃខ្មៅហើយតម្រាំតែបានសម្លម្ជូរស្ពៃខ្មៅហ្នឹងគឺថាចិត្តវារារែកគឺថាសាវ៉ា9ខ្ញុំអត់ដឹងថាបងប្អូនដូចខ្ញុំអត់ទេខ្ញុំមកថាមុខម្ហូបនឹងបន្លែនឹងវាអាចធ្វើអានេះបានអានោះបានគឺថានៅរារែកអញ្ចឹងឯងថ្ងៃនេះទៅទិញក្បាលត្រីនឹងម្រងស្លម្ជូរទៅពេលយកមកដល់ផ្ទះហើយចង់រារែកចង់ទុកក្បាលត្រីចេញជាចង់ធ្វើទឹកគ្រឿងញ៉ាំវិញដោយសារតែស្ពៃខ្មៅនឹងធ្លាប់ធ្វើទឹកគ្រឿងឆ្ងាញ់ហើយទី1ខ្ញុំមានតាំងពីតយងចេកឈូសមានតកួនមានអីបន្លែនៅក្នុងទូមានទៀតហ៎ចឹងហើយចង់រារែកចង់សាវ៉ាមករំពេចក៏ប៉ុន្តែព្យាយាមសង្កត់ចិត្តខ្លួនឯងថាចង់ធ្វើអីហើយធ្វើឲ្យបានកុំសាវ៉ាអញ្ចឹងក៏បានស្លម្ជូរស្ពៃខ្មៅនេះទៅហើយណាមួយសម្លម្ជូរស្ពៃខ្មៅនេះគឺខ្ញុំអត់ដែរស្លសោះគឺខ្ញុំស្លលើកទី1ញ៉ាំខ្ញុំចង់ដឹងថាពេលស្លម្ជូរតើវាឆ្ងាញ់បែបម៉េចព្រោះអីធ្លាប់តែយកទៅញ៉ាំមួយទឹកគ្រឿងបានម្ដងគត់ហើយរបៀបស្លម្ជូរខ្ញុំគឺថាដូចតែគេដូចតែឯងនឹងដាក់ម្ដេងដាក់អីចឹងទៅគឺថាទឹកស្លឈ្ងុយមានខ្ទឹមមានអីចឹងណាបងប្អូនហើយឃើញខមមិនបងគាត់ថាឃើញតែញ៉ាំឆ្ងាញ់រហូតអត់ខ្លាចឡើងគីឡូទេអូនពីមុនខ្លាចបងចាប់ផ្ដើមចង់តមហាហើយញ៉ាំរបៀបគេហៅថាញ៉ាំសាឡាត់ណាក៏ប៉ុន្តែបងអើយលេបអត់រួចទេបានតែមួយពេលពីរពេលហើយខ្ញុំខុសពីម្ហូបខ្មែរម្ហូបអីហ្នឹងគឺថាខ្ញុំបាយអត់បានទេអញ្ចឹងហើយខ្ញុំសម្រេចចិត្តថាខ្ញុំអត់តមទេខ្ញុំញ៉ាំតាមដំណើរញ៉ាំតាមអ្វីដែលខ្ញុំចង់ដោយសារតែខ្ញុំមានរបស់ពិសេសជួយដែរបានជាខ្ញុំញ៉ាំអីហើយញ៉ាំច្រើនអត់ឡើងគីឡូដោយសារតែខ្ញុំញ៉ាំជាមួយនឹង skin នេះជារៀងរាល់ថ្ងៃព្រោះអត្ថប្រយោជន៍របស់ skin នេះនឹងពេលដែលយើងញ៉ាំទៅគឺវាជួយរំលាយខ្លាញ់ហើយវាជួយសម្រួលក្នុងការបន្តបងពេលដែលយើងញ៉ាំទៅគឺវាជួយឲ្យយើងបន្តបងមកអស់អញ្ចឹងណាបងប្អូនហើយសម្រាប់បងប្អូនដែលចង់ស្រកគីឡូលឿនបងប្អូនប្រើជាឈុត VIP ញ៉ាំអាពេលយប់និងអាពេលថ្ងៃនេះគឺធានាថាស្រកតែម្ដងហើយធ្វើឲ្យយើងគេងលក់ស្រួលនិងសម្រក់គីឡូបែបធម្មជាតិយូរទៅវាយសើកម្លក់គីឡូដោយធម្មជាតិអញ្ចឹងបងប្អូនបញ្ចូលសម្លេងទៅរំទៅបានមួយនិយាយពីថាផ្សារចុះផ្សារឡើងដោយសារតែពេលខ្លះនិយាយទៅគឺថាវាតដិតវាតឡាន់អញ្ចឹងឯងហើយនេះបងប្អូនមើលខ្ញុំញ៉ាំរាល់ថ្ងៃអញ្ចឹងគឺខ្ញុំអត់តមទេសម្លមួយឆ្នាំហ្នឹងគឺថាតែឯងទេគ្មានអ្នកណាមកចូលរួមមួយខ្ញុំទេគឺថាយកមកដាក់ទឹកត្រីម្ទេសអញ្ចឹងមកអូយបងប្អូនឲ្យឆ្ងាញ់ណាស់ហើយខ្ញុំធ្លាប់ទៅឮគេថាស្ពៃខ្មៅហ្នឹងបើយកអាធំស្លទៅវាហាងតែសម្រាប់ខ្ញុំយកអាដើមកូនតូចយកស្លតក់មានហាងមានអីគឺថាឆ្ងាញ់ខ្លាំងមែនតើហើយក៏ជាលើកទី1ដែរដែលខ្ញុំស្លស្ពៃនឹងញ៉ាំតាមមុនម៉ាក់ក្មេកខ្ញុំក៏អាសាទិញស្ពៃខ្មៅនឹងឲ្យដែរក៏ប៉ុន្តែខ្ញុំអត់ដឹងថាធ្វើអីញ៉ាំខ្ញុំទុកតតខោចោលបោះចោលរហូតថ្ងៃនេះ3នាក់ម៉ែកូនខ្ញុំទៅដល់ពលានទៀតហើយបងឡុងគេចង់ទៅដើរលេងនៅក្នុងពលានគេថាតិចស្រួលបើតាមតែខ្ញុំធុញខ្ញុំខ្ជិលណាស់ព្រោះអីកន្លែងដែរហើយជិះឡានទៅម្ដងសិតតែ1ម៉ោងបានដល់ពលានតែកូនអប់សុកហើយកូនចង់ហើយក៏ចេះតែកំដរទៅតែគ្រាន់តែកំដរហ្នឹងថ្ងៃហ្នឹងគឺថា80រៀលដាច់ប៉ាត់អានេះគ្រាន់តែកំដរអស់លោកដើរមើលលេងគេអប់សុកគេថាគាត់ដើរមើលលេងទេពេលខ្លះហត់នឿយនឹងកូនម្ដងក៏មានអារម្មណ៍ថាចង់មានពេលវេលាសម្រាប់ខ្លួនឯងតែពេលឃើញកូននៅតូចអញ្ចឹងមិនដឹងថាយកពេលវេលាខ្លួនឯងយ៉ាងម៉េចពេលបើកូនធំតើអានឹងចេះទុកកូនចោលទៅចេះដើរសុបាយចិត្តខ្លះតែពេលដើរខ្លួនឯងក៏មានអារម្មណ៍ថាអាណិតកូននឹកឃើញកូននៅផ្ទះមិនដើរក៏អត់ស្ងប់ចិត្តណាសម្រាប់ខ្ញុំអញ្ចឹងបានរងថ្ងៃនេះខ្ញុំទម្លាក់អាត្រង់នឹងអត់បានដូចថាធ្វើចិត្តអត់បានដូចថាទុកកូនចោលអីអញ្ចឹងដើរដើម្បីមានពេលវេលាខ្លួនឯងខ្ញុំធ្វើអត់ទាន់បានទៅណាមកណាខ្ញុំចេះតែក្តៀតកូនតាមខ្ញុំដឹងដែរថាយកកូនទៅទោះបីជាកន្លែងនឹងសុបាយក៏លែងសុបាយដែរពេលខ្លះទៅយើង stress ជាមួយកូនមួយអីក៏ប៉ុន្តែមីខ្ញុំនឹងគឺថាលក្ខណៈស្បែកកម្មជាមួយកូនទៅណាគឺត្រូវតែស្ពាយគឺត្រូវតែវិចកូនទៅតាមហើយបើនិយាយពីរឿងដើរវិញឃ្លានអត់លះហើយចេញពីកាទៀវចូល